cho nên lười khóng đôi nào bạn khơi dẹp giống như chia cái hạt làm po là bo bảy nắn để nó ai cho anh bán tam vậy làm nọ linh bao nhóm giống vì cháu này bây giờ nhầm bán phó tới nào anh mới nó được hiệp sinh năng thồm nó cái nông ca cho smooth cho mình bảy nắn nào ai vừa ca cho smooth tam vậy làm nọ linh bao nhóm là bây giờ tua ban ca bằng cho làm lại bên đây ha là tua ban ten commission nâng ca discount từ lừa phí và cho lại phong bài ro pe nào thuê ca ở tỉnh lụa từ lừa cạ nên là tua ban ca bằng cho lại từ lừa slide free phong này bạn chân chấm đánh mình tén chân ca cho smooth tam vậy làm nọ linh bao nhóm nào ai thuê ca cho smooth chia lẻ nèពី website 3 năm ក៏បាន ប៉ុន្តែគ្រាន់ថាពេលដែលចុះឈ្មោះយើងដាក់ referral តាមក្រោយអញ្ចឹងដើម្បីឲ្យមិនឈ្មោះខ្ញុំ recommend ឲ្យទៅកាន់ដំណ link របស់ខ្ញុំហ្មងទៅឧទាហរណ៍ថាអ្នកអាចចូលទៅកាន់ channel YouTube របស់ខ្ញុំនៅលើវីដេអូណាមួយក៏បានដែរពីព្រោះវីដេអូទាំងអស់ភាគច្រើនសិតតែមានដំណ link 3ណាត់របស់ខ្ញុំទាំងអស់ចុចjoin មួយបន្ទាប់មកអ្នកអាចមើលទៅខាងក្រោមកន្លែង GMK link 3ណាត់ហ្នឹងអ្នកនឹងឃើញពីដំណ link ហ្នឹងចុចទៅដំណ link ហ្នឹងទៅប៉ុន្តែបើអត់បានចុះឈ្មោះតាមរយៈដំណ link របស់ខ្ញុំអ្នកអាចចុះឈ្មោះតាម app direct តែម្ដងពេលដល់កន្លែងគេឲ្យដាក់ referral អ្នកអាចដាក់ referral មួយនេះបាននេះដែលខ្ញុំនឹងទៅ share នៅខាងលើនៃវីដេអូហ្នឹងផងដែរបើសិនអ្នកចង់ធ្វើការ shooter អ្នកអាច shooter តាមរយៈ ID របស់ខ្ញុំដែលគ្រាន់តែវាយពាក្យថា GMK បាទសម្រាប់ commission បន្ថែមនៅ shooter ផងដែរបាទអញ្ចឹងសម្រាប់កន្លែងនេះគឺយើងចាប់បានធ្វើការចុះឈ្មោះហើយ complete ពិនិត្យមើលហ្នឹងនេះចុះឈ្មោះតាមរយៈដំណ link របស់ខ្ញុំបន្ទាប់មកគឺអ្នកបាយ email បំពេញចូលអញ្ចឹងខ្ញុំដាក់ email ចូលមកតែម្ដង gmk.nce@gmail.com បាទអញ្ចឹងខ្ញុំធ្វើការបំពេញ email ដើម្បី make sure ខ្ញុំគឺ copy Gmail មកឲ្យច្បាស់តែម្ដងកុំឲ្យខុសអូខេបន្ទាប់យើងចុចពាក្យ next ឬមកក៏អ្នកអាចចុចនេះបានតែខ្ញុំ recommend ឲ្យ sign in direct ទេខ្ញុំ recommend ឲ្យដាក់ Gmail ឬមកលេខទូរស័ព្ទចូលវិញកុំ sign in shop direct ញ៉ាំនឹងពិបាកនៅក្នុងការ log in ពេលក្រោយៗអញ្ចឹងយើងទៅយក code មក code register របស់យើងបាទអញ្ចឹងយើងអាចធ្វើការ copy code ហ្នឹងមកបន្ទាប់មកយើងធ្វើការទម្លាក់ចូលកន្លែងនេះគឺគេឲ្យយើងធ្វើការបំពេញ password អញ្ចឹងខ្ញុំធ្វើការបំពេញទៅលើ password សិនចាំតិចធ្វើការបំពេញ password គួរដាក់លេខចាប់ពី8ខ្ទង់ឡើងទៅលើទៅល្អអានេះគឺប្រាប់អ្នកអាចធ្វើការចុះឈ្មោះតាមរយៈដំណ link ជាមួយ referral ID មួយនេះនឹងទទួលបានការបញ្ចុះតម្លៃនិង commission 10% បាទអញ្ចឹងពាក្យណាច់មកបន្ទាប់មកគឺគេចាប់ដាក់ឲ្យយើងធ្វើការ verify ឯតើអ្នកចង់ធ្វើការ verify ជាមួយនឹង ID card បានន័យថា ID card ជាអត្តសញ្ញាណប័ណ្ណdriver license គឺជាប័ណ្ណបើកបរ passport គឺជា passport របស់យើងនេះគឺលិខិតស្នាក់នៅក៏បានដែរអូខេអញ្ចឹងខ្ញុំបញ្យល់អ្នកតាក់ទងជាមួយកន្លែង verify នេះបន្តិច resident នេះបានន័យថាកន្លែងអ្នកកំពុងស្នាក់នៅបើសិនជាអ្នកនរនេះកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាហើយយកកម្ពុជាប៉ុន្តែបើអ្នកកំពុងស្នាក់នៅតាមបណ្ដាប្រទេសផ្សេងៗសូមធ្វើការផ្លាស់ប្ដូរទៅកាន់ប្រទេសផ្សេងដើម្បីទទួលបាន market នៅក្នុងប្រទេសនោះឲ្យយើងស្រួលក្នុងការជួញដូរប៉ុន្តែមួយទៀតខាងក្រោមនោះគឺតាក់ទងជាមួយ document តើយើងនឹងប្រើប្រាស់ជាប្រភេទអត្តសញ្ញាណប័ណ្ណជាប្រភេទប័ណ្ណមកបរឬមកប្រភេទ passport ឬមកក៏លិខិតស្នាក់នៅនឹងជាប្រភេទប្រទេសគេបើយើងប្រើប្រាស់ជាលិខិតប្រភេទប្រទេសខ្មែរយើងដាក់ប្រទេសខ្មែរប៉ុន្តែបើសិនជារបស់ប្រទេសផ្សេងអ្នកអាចនឹងចូលសញ្ជាតិគេចូលអីចឹងទៅអ្នកអាចដាក់ប្រទេសដែលអ្នកចូលសញ្ជាតិឬមកអ្នកអត់គ្នាបានលិខិតស្នាក់នៅនៅប្រទេសផ្សេងឬមកបានមកបរនៅប្រទេសផ្សេងចឹងទៅតាមប្រភេទនីមួយៗអ្នកនរនេះចឹងដាក់ឲ្យត្រូវនៃ document ដែលចង់ធ្វើការ verify អញ្ចឹងយើងនឹងប្រើជាមួយអត្តសញ្ញាណប័ណ្ណរបស់ខ្មែរយើងនឹងធ្វើការ continue វាបន្ទាប់មកយើងបាក់ជាមួយនឹង app ទូរស័ព្ទរបស់យើង app 3ណាត់បើអ្នកអត់ទាន់បានទាញយកចូលទាញយកនៅលើ App Store ឬមក Play Store ហើយធ្វើការ scan QR មកដើម្បីចាប់បានធ្វើការ verify អូខេអញ្ចឹងនៅក្នុងការ verify នេះអ្នកយកទូរស័ព្ទអ្នកនរគ្នាមកបន្តអ្នកធ្វើការ scan ជាមួយនឹង QR ហ្នឹង scan នៅលើ app របស់3ណាត់ណាអ្នកនរគ្នាបន្ទាប់មកយើងធ្វើការ scan ហ្នឹងបានន័យថា login បន្ទាប់មកយើងចុចពាក្យ verify តាមការណែនាំរបស់គេវិញដដែលយើងចុចពាក្យ verify មកអានេះគឺយើងរើកន្លែងស្នាក់នៅខាងលើហ្នឹងតំបន់ដែលយើងស្នាក់នៅប្រទេសយើងស្នាក់នៅបន្ទាប់មកគឺគេនឹងឲ្យយើងធ្វើការបំពេញដោយសារខ្ញុំមាន account verify ខ្ញុំអាចធ្វើអ្នកនរមើលតែខ្ញុំបាទយកវីដេអូ showcase animation មកបង្ហាញអ្នកនរគ្នាអញ្ចឹងខ្ញុំប្រាប់អ្នកនរគ្នាទី1គឺយើងធ្វើការបំពេញទៅលើ legal name បានតែឈ្មោះរបស់យើងឈ្មោះយើងគឺត្រូវតែវាយឲ្យត្រូវជាមួយនឹងឯកសារដែលយើងធ្វើការ submit ហ្នឹងទាំង first name ទាំង last name បានន័យថាទាំងបកគោរបស់យើងទាំងឈ្មោះរបស់យើងគឺវាយត្រូវទី2គឺយើងជាសញ្ជាតិអីគេឲ្យវា match ជាមួយនឹង passport ជាមួយឬមួយក៏អត្តសញ្ញាណប័ណ្ណបើ passport របស់យើងគឺសញ្ជាតិខ្មែរយើងដាក់ខ្មែរប៉ុន្តែបើ passport របស់យើងសញ្ជាតិគេផ្សេងអ្នកបានចូលជាមួយសញ្ជាតិអាមេរិកឬមកសញ្ជាតិអីផ្សេងហ្នឹងអ្នកដាក់តាមសញ្ជាតិហ្នឹងទៅបន្ទាប់មកគឺ date of birth បានន័យថាតាក់ទងជាមួយនឹងថ្ងៃខែឆ្នាំកំណើតអ្នកនរនេះត្រូវតែឲ្យដូច
ជាមួយនឹងឯកសារដែលអ្នកបានធ្វើការ submit ទៅបន្ទាប់មកអ្នកអាចចុចពាក្យ continue បន្តទៀតទៅមុខបានបាទកន្លែងនេះគឺយើងអាចធ្វើការ verify បានតាម step របស់គេទី1គឺយើងនឹងធ្វើការ verify ទៅលើប្រភេទ document បានន័យថាប្រភេទឯកសារដែលយើងដាក់ submit គេឲ្យយើងធ្វើការថតផ្ញើជូនគេទី2គឺយើងធ្វើការថតរូបបានន័យថា selfie រូបរបស់យើងទី3គឺ phone verification ហ្នឹងគឺយើងបញ្ចូលលេខទូរស័ព្ទរបស់យើងចូលដើម្បីផ្ទៀងផ្ទាត់ជាមួយលេខទូរស័ព្ទដែលយើងប្រើហើយបន្ទាប់មកចុងក្រោយគេនឹងសួរសំណួរយើងបានសំណួរយើងឆ្លើយត្រូវទេបានហើយបន្ទាប់មកហើយយើងចុចពាក្យ continue បាទអញ្ចឹងជា continue គឺគេឲ្យយើងរើសប្រភេទយើងរើប្រភេទមកថាប្រទេសដែលយើងចង់ធ្វើការ submit ជាប្រភេទឯកសារហ្នឹងគឺជាប្រទេសមួយណាអញ្ចឹងមកខ្មែរយើងដាក់ខ្មែរបន្ទាប់មកយើងចង់ submit ជាប្រភេទគេខ្លះមាន ID card មាន passport ឬមួយក៏ជាប្រភេទលិខិតស្នាក់នៅអញ្ចឹងដូចក្នុងវីដេអូនេះគេសាកបង្ហាញជាមួយនឹង passport ឲ្យមើលហើយ document គេថតបែបហ្នឹងគឺគេថតទាំងមុខទាំងក្រោយបែបហ្នឹងហើយបើសិនជាយើងថតអត់ទាន់ស្អាតយើងអាចចុចពាក្យ retake photo តែបើសិនយើងថតស្អាតហើយយើងយល់ថាអាចទទួលយកបានមើលទៅប្រហែលជាគេបណ្ឌិតបានឃើញច្បាស់ហើយយើងដាក់យើងចុចពាក្យ document is readable ហ្នឹងទៅធ្វើឲ្យតែគេអានបានហើយបន្ទាប់មកយើងចុចពាក្យ continue ទៀតកន្លែងនេះគេឲ្យជាងថតវីដេអូពីមុខរបស់យើងហ្នឹងហើយពាក្យច្រើនគឺវីដេអូហ្នឹងគឺយើងថតឲ្យជុំវិញមុខយើងទៅគេផ្ទៀងផ្ទាត់មើលថាវាដូចជាមួយនឹងប្រភេទ document ហ្នឹងអត់គេផ្ទៀងផ្ទាត់ផិនភាគណាអ្នកនរគ្នាដើម្បីបញ្ជាក់ច្បាស់ហើយចំណាយពេលវេលាប្រហែលជា2នាទីបាទនេះគឺជាវីដេអូ animation បង្ហាញឲ្យមើលបន្ទាប់មកគឺយើងធ្វើការ verify ជាមួយលេខទូរស័ព្ទរបស់យើងគឺនឹងធ្វើការ send code ទៅកាន់លេខទូរស័ព្ទដែលយើងបានធ្វើការបំពេញហើយយើងយក code នោះមកដាក់មកគឺហើយបន្ទាប់មកយើងធ្វើការ submit ហើយគឺ successful ជាមួយលេខទូរស័ព្ទហើយយើងទៅមុខទៀតគេនឹងសួរយើងប៉ុន្មានសំណួរទីមួយគេសួរយើងថាយើងប្រើបាយណាសម្រាប់ធ្វើអីញ៉ាំអាចបំពេញតាមវីដេអូហ្នឹងក៏បានដែរគឺ investing បានន័យថាសម្រាប់ធ្វើការវិនិយោគហើយញ៉ាំអាចឆ្លើយតាមចិត្តចង់ឆ្លើយក៏បានដែរគាត់ថាដាក់ឲ្យត្រូវតាម animation បង្ហាញនឹងហ្មងទៅល្អហើយបន្ទាប់មកទៀតតើអ្នកជាបុគ្គលិកឬមកជាអ្នកធ្វើការជាសិស្សជាអីហ្នឹងឆ្លើយតាមហ្នឹងទៅហើយតើអ្នកនឹងធ្វើការ thread ចំនួនប្រហែលដាក់ក្រោម 1000 អីទៅដំបងចង់ thread ច្រើនជាងហ្នឹងដាក់ច្រើនជាងហ្នឹងទៅតាមចិត្តអ្នកនរគ្នាអានេះគេសំណួរគេគ្រាន់សួរដើម្បីស្ទង់មតិយើងអានេះគឺជា proof នៃ address សូមបំពេញ address ឲ្យចំកន្លែងដែលអ្នកស្នាក់នៅដើម្បីបញ្ជាក់ទីតាំងអ្នកឲ្យបានច្បាស់បាទក៏បានមានបញ្ហាហ្នឹងថ្ងៃក្រោយអានឹងចង់ក្រោយគេណាតែពាក្យ continue ទៀតមកបន្ទាប់មកគេនឹងសួរយើងតាក់ទងជាមួយ bank statement នេះ upload bank statement មក bank statement អ្នកនេះអាចទៅ download ចេញពីគណនីធនាគាររបស់អ្នកនេះមកបានដើម្បីធ្វើការ upload ទៅហើយយ៉ាងហោចណាស់ឲ្យមាន3 transaction ចុងក្រោយឲ្យគេហើយ bank statement ហ្នឹងគឺត្រូវតែបង្ហាញតាក់ទងជាមួយនឹង address របស់អ្នកនេះដើម្បីជា proof មួយផងដែរបាទដើម្បីបញ្ជាក់តែពាក្យ next មកអានេះយើង upload ចូលនេះ upload ជារូបភាពក៏បានដែរ bank statement ហ្នឹងគឺគេត្រូវការ3ខែនេះប្រភេទ document នេះឲ្យតែបាន3ខែចុះក្រោមហើយយើង upload ឲ្យគេទៅតោះមកគេនឹងធ្វើការ review នៅពេលដែលគេអូខេហើយគឺចប់ភារកិច្ចឲ្យគេរួចរាល់ហើយយើងអាចធ្វើការប្រើប្រាស់ជាមួយនឹងបាយណានបានហើយអូខេខ្ញុំវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់អ្នកទាំងអស់គ្នាហើយបើអ្នកអត់យល់ផងណាអាចធ្វើការសាកសួរខ្ញុំនៅខាងក្រោមនោះបានចឹងខ្ញុំបញ្ជាក់អញ្ចឹងការចុចឈ្មោះគឺងាយស្រួលទេហើយបន្ទាប់មកបើអ្នកចង់ធ្វើការសាកល្បងជាមួយនឹង shooter ឬមកមុខងារផ្សេងអ្នកអាចទៅមើលវីដេអូនៅលើ YouTube របស់ខ្ញុំ playlist បាយណាននៅលើ YouTube របស់ខ្ញុំអ្នកនឹងឃើញពីរបៀបនៅក្នុងការប្រើប្រាស់បាយណានទាំងស្រុងទាំងអស់តែម្ដងនិងតាក់ទងជាមួយនឹងការវិនិយោគទៅលើcrypto ផ្សេងដែលខ្ញុំផ្សេងណែនាំអ្នកទាំងអស់គ្នាប៉ុន្តែសូមបញ្ជាក់ថាខ្ញុំគឺជាអ្នកណែនាំអ្នកទាំងអស់តាក់ទងជាមួយនឹងការចុះឈ្មោះក៏ដូចជា tutorial និង tip និង trick ផ្សេងតែប៉ុណ្ណោះខ្ញុំអត់ពាក់ព័ន្ធដល់ការណែនាំតាក់ទងជាមួយនឹងការវិនិយោគទៅលើកាកណាមួយទេអញ្ចឹងសូមកុំយល់ច្រឡំឲ្យសោះរាល់ការវិនិយោគរបស់អ្នកទាំងអស់គ្នាត្រូវតែទទួលខុសត្រូវដោយខ្លួនឯងបានន័យថា invest with your own risk បាទ anyway អរគុណសម្រាប់ការ support របស់អ្នកទាំងអស់គ្នាហើយបើសិនអ្នកចង់ធ្វើការសាកល្បងជាមួយនឹង shooter ឬមកចង់ធ្វើការប្រើប្រាស់ជាមួយមុខងារ shooter ID របស់ខ្ញុំគឺ TMK អរគុណបាយបាយ